អ៊ុយក្រែនទម្លាក់លុយ$50,000,000សហរដ្ឋអាមេរិកដើម្បីស្នើទិញអាវុធពីរដ្ឋាភិបាលលោកដូណាល់ត្រាំការចរចាមួយកម្រិតអ្នកការទូតរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងគីវចាប់ផ្ដើមហើយនៅពេលនេះពាក់ព័ន្ធទៅនឹងការស្នើទិញអាវុធពីសហរដ្ឋអាមេរិកដែលរដ្ឋការសហរដ្ឋអាមេរិកបានបង្ហើបថាអាវុធរបស់ខ្លួនអាចផ្ដល់ទៅឲ្យអ៊ុយក្រែនគឺមិនមែនផ្ដល់ដោយជំនួយឥតសំណងទៀតនោះទេនៅពេលនេះអ៊ុយក្រែនត្រូវបានរាយការណ៍ថាទម្លាក់លុយដល់ទៅ$50,000,000សហរដ្ឋអាមេរិកឬ$50,000,000សហរដ្ឋអាមេរិកដើម្បីស្នើទិញអាវុធទាំងឡាយចាំបាច់បំផុតពីរដ្ឋការលោកដូណាល់ត្រាំយកមកធ្វើសង្គ្រាមការពារសេរីភាពរបស់ប្រជាជនអ៊ុយក្រែនប្រឆាំងនឹងសង្គ្រាមឈ្លានពានពីសំណាក់មហាអំណាចរុស្ស៊ីនេះបញ្យល់តាមការប្រកាសរបស់ក្រសួងការបរទេសនៃប្រទេសអ៊ុយក្រែនយោងតាមសេចក្តីប្រកាសដដែលនេះការទម្លាក់កញ្ចប់លុយ$50,000,000សហរដ្ឋអាមេរិកពីរដ្ឋាភិបាលអ៊ុយក្រែននេះគណៈនេះកញ្ចប់ជំនួយយោធារបស់សហរដ្ឋអាមេរិកក៏ទម្លាក់មកឲ្យអ៊ុយក្រែនដែរប៉ុន្តែក្នុងកម្រិតតិចតួចបំផុតបើធៀបនឹងរដ្ឋកាលនៃសម័យកាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកโจ Bidenតំណាងមកពីក្រសួងការបរទេសអ៊ុយក្រែនឈ្មោះថា Ho Ihiu បាននិយាយទៅកាន់បណ្ដាញផ្សាយព័ត៌មានកាលពីថ្ងៃអង្គារទី10មិថុនាដោយបានបញ្ជាក់ថាការចរចាកំពុងតែធ្វើឡើងរវាងតំណាងរបស់អ៊ុយក្រែនជាមួយនឹងសហរដ្ឋអាមេរិកពាក់ព័ន្ធទៅនឹងការស្នើទិញអាវុធរបស់សហរដ្ឋអាមេរិកក្នុងកញ្ចប់$50,000,000សហរដ្ឋអាមេរិកដែលអ៊ុយក្រែនមានសាច់ប្រាក់នេះនៅក្នុងដៃរួចទៅហើយតំណាងរបស់ក្រសួងការបរទេសអ៊ុយក្រែនរូបនេះបញ្ជាក់ថាអ៊ុយក្រែនបានកំពុងតែចរចាជាមួយសហរដ្ឋអាមេរិកហើយបញ្ចុះបញ្ចូលឲ្យរដ្ឋការរបស់លោកដូណាល់ត្រាំទទួលស្គាល់ថាអ៊ុយក្រែនមិនសុំជំនួយអាវុធទៅទេពីសហរដ្ឋអាមេរិកទៀតនោះទេគឺនៅពេលនេះអ៊ុយក្រែនមានលុយខ្លួនឯងមានហិរញ្ញវត្ថុខ្លួនឯងគ្រប់គ្រាន់ហើយដើម្បីទិញអាវុធពីសហរដ្ឋអាមេរិកដូចជាប្រព័ន្ធមីស៊ីលគ្រាប់មីស៊ីលដូចជាអាវុធផ្សេងទៀតដែលជាអាវុធធុនធ្ងន់ដើម្បីយកមកប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីហើយប្រើប្រាស់ឲ្យបានច្រើនឆ្នាំទៅមុខទៀតតំណាងរបស់រដ្ឋាភិបាលអ៊ុយក្រែនរូបនេះសម្ដែងការដឹងគុណទុកជាមុនចំពោះរដ្ឋការលោកដូណាល់ត្រាំដែលថាបានត្រៀមរួចហើយដើម្បីជួយអ៊ុយក្រែនជាថ្មីម្ដងទៀតដោយសម្រេចលក់អាវុធក្នុងទំហំរាប់ពាន់លាន$សហរដ្ឋអាមេរិកដែលអ៊ុយក្រែនបានទម្លាក់កញ្ចប់ថវិកាដ៏មហាសាលនេះរួចស្រេចទៅហើយលាតត្រដាងឲ្យសហរដ្ឋអាមេរិកឃើញថាអ៊ុយក្រែនមានថវិកាគ្រប់គ្រាន់$50,000,000ដើម្បីទិញអាវុធពីសហរដ្ឋអាមេរិកឆ្លើយតបចំពោះសំណើរបស់រដ្ឋការលោក Volodymyr Zelensky ដែលបញ្ចេញកញ្ចប់ថវិកា$50,000,000សហរដ្ឋអាមេរិកឬ$50,000,000អាមេរិកនេះត្រូវបានតំណាងរបស់សហរដ្ឋអាមេរិកក៏ត្រាស់ទុកហើយបានជជែកវែកញែកជាមួយគ្នាថាសហរដ្ឋអាមេរិកក៏មិនផ្ដល់ជំនួយទៅឲ្យអ៊ុយក្រែនដោយទទីទៀតនោះទីគឺត្រូវតែភ្ជាប់ជាមួយនឹងលក្ខខណ្ឌហើយជាពិសេសគឺហិរញ្ញវត្ថុដែលអ៊ុយក្រែនអាចមានគឺអាមេរិកអាចធ្វើបានជាមួយនឹងអ្វីដែលហៅថាកិច្ចព្រមព្រៀងរ៉ែជាមួយនឹងអ៊ុយក្រែនក៏វាផ្ដើមចេញពីការដែលអាមេរិកយល់ព្រមលក់អាវុធទៅឲ្យអ៊ុយក្រែនផងដែរកាលពីដើមឆ្នាំនេះប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyបានឲ្យដឹងថាប្រទេសរបស់លោកបានដាក់ផែនការដើម្បីបញ្ចេញកញ្ចប់ថវិកា$50,000,000សហរដ្ឋអាមេរិកនោះទិញអាវុធទាំងឡាយរបស់សហរដ្ឋអាមេរិកដើម្បីធានាថាអាវុធទាំងនោះធ្លាក់មកដៃកងទ័ពអ៊ុយក្រែនប្រើប្រាស់វាដើម្បីការពារសេរីភាពរបស់ប្រជាជនអ៊ុយក្រែនលោក Zelensky បានបញ្ជាក់ថាអ៊ុយក្រែនត្រៀមទទួលយកអាវុធពីសហរដ្ឋអាមេរិកជាមួយនឹងការដោះដូរហិរញ្ញវត្ថុក្នុងទំហំសាច់ប្រាក់$50,000,000សហរដ្ឋអាមេរិកនេះហើយដំបូងសហរដ្ឋអាមេរិកបានប្រាប់ទៅរដ្ឋការលោកដូណាល់ត្រាំថាទំហំ$15,000,000សហរដ្ឋអាមេរិកគឺសម្រាប់ទិញតែប្រព័ន្ធខែលការពារ Patriot របស់អាមេរិកចំនួន10គ្រឿងតែប៉ុណ្ណោះរដ្ឋការរបស់លោកដូណាល់ត្រាំបានបញ្ជាក់ថាមកដល់ពេលនេះសំណើរបស់សហរដ្ឋអាមេរិកដែលទិញខែលការពារ Patriot ចំនួន10គ្រឿងនេះកំពុងតែស្ថិតនៅក្នុងការពិចារណានៅឡើយនោះទេតែអាវុធផ្សេងទៀតរដ្ឋការលោកដូណាល់ត្រាំអាចនឹងឆាប់លក់ទៅឲ្យអ៊ុយក្រែនប៉ុន្តែរដ្ឋការលោក Zelensky នៅតែទទូចថាខែលការពារ Patriot ចំនួន10គ្រឿងក្នុងទំហំ$15,000,000សហរដ្ឋអាមេរិកនោះគួរតែរៀបចំជាបន្ទាន់មកឲ្យអ៊ុយក្រែនព្រោះអ៊ុយក្រែនត្រូវការអាវុធប្រភេទនេះជាបន្ទាន់ដោយសារតែមីស៊ីលរបស់រុស្ស៊ីគឺមានអានុភាពខ្លាំងមានរហូតដល់មីស៊ីលបាល់ីស្ទិកទៀតផងហើយចុងក្រោយនេះអ៊ុយក្រែនអាងថាកូរ៉េខាងជើងបានផ្ដល់មីស៊ីបាល់ីស្ទិកកម្រិតធ្ងន់បំផុតទៅឲ្យរុស្ស៊ីចំនួន100គ្រាប់ដែលអ៊ុយក្រែនបានបាញ់ចូលខាងក្នុងទឹកដីរបស់រុស្ស៊ី7គ្រាប់រួចទៅហើយកាលពីថ្ងៃទី10មិថុនានេះដោយចំដៅទៅលើទីតាំងយុទ្ធសាស្ត្រយោធារបស់អ៊ុយក្រែនតែមិនបានសម្រេចនោះទេ
រដ្ឋការរបស់លោកសេឡិនស្គីបានបញ្ជាក់ថាប្រព័ន្ធខែលការពាររបស់អាមេរិកក្តីរបស់ប្រទេសផ្សេងៗទៀតដែលផ្ដល់មកឲ្យអ៊ុយក្រែនមិនទាន់គ្រប់គ្រាន់ទេអ៊ុយក្រែនត្រូវការរហូតដល់ទៅជាង20គ្រឿងនោះបើតាមលោកសេឡិនស្គីខែលការពារប៉ាត្រីយ៉ូតដែលផ្ដល់មកឲ្យអ៊ុយក្រែនមានប្រមាណជា10គ្រឿងដែលអ៊ុយក្រែនត្រូវការ10គ្រឿងថែមទៀតប៉ាត្រីយ៉ូតគឺជាខែលការពារដែនអាកាសដ៏មានប្រសិទ្ធភាពបំផុតរបស់អ៊ុយក្រែនដែលអ៊ុយក្រែនប្រើប្រាស់អាវុធប្រភេទនេះបាញ់ទម្លាក់បានភាគច្រើនហើយនៅក្របមីស៊ីលនិងបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ីទៀតផងប៉ាត្រីយ៉ូតជាអាវុធមួយប្រភេទការពារដែនអាកាសរបស់អ៊ុយក្រែនប្រសិនបើយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៊ីដូចជាទូ95ទូ22ទូ160ឲ្យតែហ៊ានហោះហើរមិនមានការប្រុងប្រយ័ត្នបន្តិចនៅលើលំហអាកាសនៃប្រទេសអ៊ុយក្រែននឹងត្រូវបាញ់ទម្លាក់ភ្លាមមួយរំពេចកន្លងមកគេសង្កេតឃើញរុស្ស៊ីបើកការវាយប្រាដោយបាញ់មីស៊ីលចេញពីទូ95ទូ22ឬទូ160នោះគឺរុស្ស៊ីមិនបានហោះហើរត្រង់លើលំហអាកាសនៃប្រទេសអ៊ុយក្រែននោះទេច្រើនតែបាញ់ពីលើលំហអាកាសនៃប្រទេសរុស្ស៊ីព្រោះបារម្ភខ្លាចត្រូវបាញ់ទម្លាក់ដោយប៉ាត្រីយ៉ូតរបស់អ៊ុយក្រែនកន្លងមកប៉ាត្រីយ៉ូតរបស់អ៊ុយក្រែននេះវាអាចបាញ់យន្តហោះចម្បាំងរបស់រុស្ស៊ីយន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ីឲ្យតែរ៉ាដារបស់វាចាប់បានគឺបាញ់ធ្លាក់មួយរំពេចបើទោះជាវានៅលើលំហអាកាសនៃប្រទេសរុស្ស៊ីក៏ដោយនោះយ៉ាងណាមីស៊ីលប៉ាត្រីយ៉ូតនេះអ៊ុយក្រែនដំឡើងភាគច្រើនបំផុតតែនៅរដ្ឋធានីគីវតែប៉ុណ្ណោះដើម្បីការពារគណៈរដ្ឋមន្ត្រីរបស់អ៊ុយក្រែននិងមួយចំនួនការពារមូលដ្ឋានទ័ពអាកាសរបស់អ៊ុយក្រែនដែលផ្ទុកដោយយន្តហោះទម្លាក់គ្រាប់បែក F16 របស់អ៊ុយក្រែនដែលទទួលបានជំនួយរបស់ពួកបច្ចឹមប្រទេសក្នុងប្រតិបត្តិការសងសឹករបស់រុស្ស៊ីគឺរុស្ស៊ីបាញ់គ្រាប់មីស៊ីលបាល់ស្ទិកបាញ់គ្រាប់មីស៊ីលល្បឿនលឿនជាងសម្លេង Kinzer បាញ់គ្រាប់មីស៊ីលល្បឿនលឿនជាងសម្លេង Inskider តែសម្ដៅទៅលើរដ្ឋធានីគីវនិងទៅលើទីតាំងនៃការផ្ទុកយន្តហោះចម្បាំង F16 របស់អ៊ុយក្រែនដែលជាជំនួយរបស់ពួកបច្ចឹមប្រទេសតែមិនបានជោគជ័យនោះទេប្រតិបត្តិការសឹករបស់រុស្ស៊ី3ថ្ងៃកន្លងមកនេះពីថ្ងៃទី6ម្ដងទី9ម្ដងទី10ម្ដងហើយចុងក្រោយនេះបើតាមដំណឹងមកថារំលងអាទិត្យបន្តិចចូលថ្ងៃទី11មិថុនាក៏រុស្ស៊ីបើកប្រតិបត្តិការវាយប្រាត្រួតរាប់រយគ្រឿងចូលទៅខាងក្នុងទឹកដីរបស់អ៊ុយក្រែនផងដែរគឺសម្ដៅកំទេចទីតាំងយុទ្ធសាស្ត្ររបស់អ៊ុយក្រែនប៉ុន្តែអ៊ុយក្រែននៅតែអះអាងថាខែលការពាររបស់ខ្លួនបានបាញ់ស្កាត់ទម្លាក់បានជោគជ័យអ្នកជំនាញប្រមាណថាអ៊ុយក្រែនចាប់ពីថ្ងៃនេះតទៅត្រូវតែប្រុងប្រយ័ត្នបំផុតគឺមិនត្រូវធ្វេសប្រហែសនោះឡើយព្រោះរុស្ស៊ីអាចនឹងបើកប្រតិបត្តិការក្នុងទម្រង់ទ្រង់ទ្រាយធំជាច្រើនលើកដូចជាបាញ់គ្រាប់មីស៊ីលបាល់ស្ទិកកម្រិតធំបំផុតហើយចង់មិនចង់រុស្ស៊ីអាចនឹងបាញ់គ្រាប់មីស៊ីលកម្រិត ICBM ទៅលើអ៊ុយក្រែនដើម្បីកំទេចគោលដៅរឹងមាំរបស់អ៊ុយក្រែនដូចជាអគារមានប្រធានាធិបតីជាដើមឬក៏ត្រូវបាញ់ទៅលើទីតាំងរបស់ F16 ជាដើមF16 ជាយន្តហោះចម្បាំងដែលផ្ដល់ជំនួយពីប្រទេសហូឡង់ដាណឺម៉ាកបែលហ្សិកនិងណូវេសអ៊ុយក្រែនមិនបានប្រកាសថាក្នុងប្រតិបត្តិការសឹករបស់រុស្ស៊ីប្រមាណថ្ងៃនេះរ៉បមីស៊ីរបស់រុស្ស៊ីដែលសម្ដៅទៅលើទីតាំង F16 នោះគឺត្រូវបានអ៊ុយក្រែនបាញ់ទម្លាក់គេមិនដឹងថាតើ F16 មូលដ្ឋានរបស់វាស្ថិតនៅទីណាពិតប្រាកដនោះទេប៉ុន្តែអ្នកជំនាញគិតថា F16 របស់អ៊ុយក្រែនដែលជាយន្តហោះចម្បាំងជំនួយរបស់ពួកបច្ចឹមប្រទេសនោះទំនងស្ថិតនៅភាគខាងលិចនៃប្រទេសអ៊ុយក្រែនដែលជាប់ព្រំដែននៃប្រទេសប៉ូឡូញប្រទេសរូម៉ានីព្រោះពេលដែរការវាយប្រហាររបស់រុស្ស៊ីដែលបាញ់មីស៊ីលនិងដ្រូនម្ដងគឺប្រទេសប៉ូឡូញតែបង្ហោះយន្តហោះចម្បាំងរបស់ខ្លួនហោះសំកាំងដើម្បីបាញ់ទម្លាក់គ្រាប់មីស៊ីលរបស់រុស្ស៊ីប៉ុន្តែក្រុមលេខថាឲ្យតែគ្រាប់មីស៊ីលរបស់រុស្ស៊ីនោះហោះក្បែរព្រំដែនរបស់ប៉ូឡូញឬរូម៉ានី